សួស្តីបងប្អូនទាំងអស់គ្នាប្រសិនបើបងប្អូនកំពុងស្វែងរករថយន្តអគ្គិសនី AI ដែលមានរូបរាងស្ពណ៌ទាន់សម័យបច្ចេកវិទ្យាទំនើបនិងអាចបើកបរបានចម្ងាយឆ្ងាយថ្ងៃនេះ Cambodia Auto Dealer នឹងនាំអ្នកមកជួបជាមួយ Xpeng LOC ទាំងអស់គ្នាមើលពីផ្នែកខាងមុខវាមកជាមួយរចនាបថបែប AI Smart Coupe យ៉ាងទាន់សម័យនិងទាក់ទាញខ្លាំងចង្កៀងមុខលិតរាងអក្សរ T-shape បង្កើតនូវភាពលេចធ្លោនិងអនាគតផ្នែកខាងក្រោមមានគ្រីលបើកបិទអូតូ Active Air Intake ដើម្បីកាត់បន្ថយកម្លាំងខ្យល់ឡាននេះមានមេគុណទប់ខ្យល់ Aerodynamic ត្រឹមតែ 0.228 TD តែប៉ុណ្ណោះវាធ្វើឲ្យរថយន្តអាចរត់បានឆ្ងាយជាងមុនរូបរាងចំហៀងបែប Fastback ពណ៌ទាបនិងទូលាយបង្កើនទស្សនីយភាពយ៉ាងស្អាតកញ្ចក់ទ្វារគ្មានកាត់ Frameless door ដល់នូវអារម្មណ៍ប្រណិតដូចបើកឡានពណ៌ថ្លៃៗដៃទ្វាររចនាបិទជិតបង្កប់ក្នុងតួបង្កើនភាពបែប Dynamic កញ្ចក់មើលក្រោយគ្មានកាត់រចនាយ៉ាងស្ដើងស្អាតនិងទំនើបយ៉ាងកង់ទំហំ20អ៊ីងបង្កើតនូវរូបរាងកាន់តែ Dynamic បូមហ្វ្រាំងពណ៌លឿងក្រហមបន្ថែមភាពស្ពណ៌និងភាពទាក់ទាញខ្លាំងមើលពីផ្នែកខាងក្រោយគូតស្ពណ៌រាងវាបែបដាក់ Air Spoiler យ៉ាងលេចធ្លោចង្កៀងក្រោយលិតរាង T-shape ស៊ីគ្នាយ៉ាងល្អជាមួយចង្កៀងមុខស្លាកសញ្ញា Xpeng និងឈ្មោះ Model LO3 បំពាក់នៅផ្នែកខាងក្រោយយ៉ាងប្រណិតកាមេរ៉ានិង sensor ជុំវិញខ្លួនសម្រាប់ទ្រទ្រង់ប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិឥឡូវនេះយើងមកមើលផ្នែកខាងក្នុងនៃអ្នកបើកបរវិញម្ដងការរចនា Interior បែប Minimalist ស្អាតស្រឡះភ្នែកនិងទំនើបបំផុតចង្កូតស្ពណ៌ដៃពីរមកជាមួយបេតុងវិជា Scroll Wheel យ៉ាងរចនាយ៉ាងស្រួលសម្រាប់អ្នកបើកបរអេក្រង់កណ្ដាលទំហំ 15.6 អ៊ីងកម្រិតច្បាស់ 2.5K សម្រាប់បញ្ជាមុខងារទាំងអស់ប្រព័ន្ធប្រតិបត្តិការ HOS 6 ចុចដំណើរការដោយ Chip AI យ៉ាងលឿននិងរលូនអេក្រង់បង្ហាញព័ត៌មានលើកញ្ចក់ AR HUD ទំហំ 26.8 អ៊ីងច្បាស់ត្រជាក់ភ្នែកប្រព័ន្ធផែនទី Google Maps ជាប់ជាមួយឡានស្រាប់មិនបាច់ប្រើទូរស័ព្ទកន្លែងសាកថ្មទូរស័ព្ទឥតខ្សែ Fast Charge 50 W ចំនួន2ជាមួយប្រព័ន្ធត្រជាក់ពិសេសជាងនេះទៅទៀតមានប្រព័ន្ធសំឡេងបែប Surround Sound កម្លាំង 1000 W បំពាក់បាសរហូតដល់20គ្រាប់ព្រមទាំងមានបាសបំពាក់នៅផ្នែកក្បាលកៅអីសម្រាប់អ្នកបើកបរប្រព័ន្ធម៉ាស៊ីនត្រជាក់ Dual Zone ប្រើប្រាស់បច្ចេកវិទ្យា Heat Pump សន្សំសំចៃភ្លើងកៅអីស្បែកគុណភាពខ្ពស់ថែមទាំងមានការប៉ាក់និង Day Mode យ៉ាងប្រណិតកៅអីខាងមុខមានមុខងារកម្ដៅខ្យល់ត្រជាក់និងការចងចាំ Memory Seat ពិសេសមានកៅអីសម្អាតបែប Zero Gravity ជាមួយមុខងារ Massage រហូតដល់16ចំណុចដំបូលកញ្ចក់ Panoramic ទំហំ 1.31 ម៉ែត្រការ៉េការពារកម្ដៅថ្ងៃបានយ៉ាងល្អចន្លោះជើងផ្នែកខាងក្រោយទូលាយជិះធ្វើដំណើរផ្លូវឆ្ងាយមានផាសុកភាពជួរកៅអីខាងក្រោយអាចបត់បានដើម្បីបង្កើនទំហំទប់ពីវ៉ាន់និងមានប្រអប់ទាញលាក់នៅខាងក្រោមចន្លោះកៅអីក្រោយចន្លោះ10លីត្រប្រព័ន្ធភ្លើង Ambient Light អាចផ្លាស់ប្ដូរពណ៌បានតាមរបស់អ្នកបើកបរមានទន់ខ្ចៅសម្រាប់ចាប់បំពាក់កាមេរ៉ាឬគ្រឿងបន្លាស់ផ្សេងៗព្រមទាំងមានកន្លែងដាក់ទឹកអប់3កន្លែងបង្កើតបរិយាកាសស្រស់ស្រាយឥឡូវមកមើលផ្នែកកម្លាំងម៉ាស៊ីននិងការបើកបរវិញម្ដងម៉ូទ័រអគ្គិសនីផ្នែកខាងក្រោយផ្ដល់កម្លាំងរហូតដល់245សេសនិងកម្លាំងរមុល280 Newtonម៉ែត្រសន្ទុះរត់ពី0ទៅ100 គីឡូម៉ែត្រក្នុង1ម៉ោងប្រើពេលត្រឹមតែ 6.6 វិនាទីតែប៉ុណ្ណោះហើយល្បឿនអតិបរមាអាចរត់បានរហូតដល់180 គីឡូម៉ែត្រក្នុង1ម៉ោងថ្ម LFP គុណភាពខ្ពស់អាចជិះបានចម្ងាយរហូតដល់520 គីឡូម៉ែត្រ WLTP ក្នុងការសាកវិញម្ដងវា support ការសាកភ្លើងល្បឿនលឿន DC Fast Charging ពី 10% ទៅ 80% ប្រើពេលត្រឹមតែ20នាទីមុខងារ V2L Vehicle to Load អាចទាញអគ្គិសនីចេញពីឡានទៅប្រើប្រាស់ឧបករណ៍ផ្សេងៗបានប្រព័ន្ធបើកបរស្វ័យប្រវត្តិ VLA 2.0 ដំណើរការដោយ Touring Chip ផ្ទាល់ខ្លួនរបស់ Xpeng មុខងារ Reverse Stress Assist ជួយថយក្រោយស្វ័យប្រវត្តិពេលចូលផ្លូវតរឬចង្វៀតជាមួយប្រព័ន្ធសុវត្ថិភាពសកម្ម17មុខងារជួយការពារឲ្យអ្នកបើកបរគ្រប់គ្រងស្ថានភាពផ្លូវបានគ្រប់កលៈទេសៈ
Lục kroi thum tù lệ miền chùm nó 539 lít. Nâng ai bờ rít đo một bom và mới sai sập lít. Bản thai bênนี้miền lục khẳng mốc chùm nó 102 lít sắp đạp đại bản bản thai đi. Các cắt bản thoi thùm lệ nằm kháng trong cặp biên ban đã hỗ đọt đọc đi bì vừa ở ngăn ổ mềm tên. Rồi dụt nít chê chùm rớt đo là ổ ở chót xâm rạp rùa xá nâng dụ vì vậy đã chân lạnh của trai Campuchia. Sở rộng mẫu lan Blackpink LO3 គឺជាឡានអគ្គិសនី AI Smart Cook ដែលមានភាពទាក់ទាញខ្លាំងទាំងបច្ចេកវិទ្យាសុវត្ថិភាពនិងផាសុកភាពតើបងប្អូនយល់យ៉ាងណាដែរចំពោះឡានមួយនេះកុំភ្លេច comment នៅខាងក្រោមផងហើយបើសិនបើបងប្អូនចូលចិត្តវីដេអូនេះកុំភ្លេចចុច like share និង subscribe channel របស់ខ្ញុំដើម្បីទទួលបានវីដេអូពីឡានថ្មីៗជាច្រើនទៀតអរគុណសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយ